តើអត់ឧទាហរណ៍ថាខ្ញុំចង់សរសេរឈ្មោះនៅលើអាដុំនេះម្ដងនេះតើអត់អញ្ចឹងវាមិនអាចចាប់ដើមព្រាមយើងសរសេរអក្សរកងព្រាមទេបាទយើងត្រូវចេះមើលប្លង់ឥឡូវយើងថាឥឡូវដើម្បីយើងយកដឹងថាយើងឈរលើប្លង់ណាអញ្ចឹងការគូអញ្ចឹងខ្ញុំអាចចុចលើប្លង់ឥឡូវយើងចង់សរសេរលើកំណងនេះមែនអត់តែអានេះយើងចង់អានេះយើងចង់សរសេរនៅលើប្លង់បានក៏ចង់សរសេរលើកំណងដូច10ទិសរបស់យើងចាស់10ទិសរបស់យើងសរសេរជុំវិញ10អញ្ចឹងបាទអញ្ចឹងដល់ពេលយើងឈរលើប្លង់ត្រូវអត់ទេអញ្ចឹងយើងគាត់ទៅឈរលើប្លង់ចំហៀងនេះឈរលើប្លង់ចំហៀងអញ្ចឹងខ្ញុំចុចមើលទៀតអូខេត្រូវប្លង់ហើយបាទទេគឺប្លង់ហ្នឹងណាអញ្ចឹងឃើញវាលៀនចេញក្រៅអត់ឃើញប្លង់របស់យើងវាចូលសាច់អត់ចូលអត់ចូលឃើញចូលសាច់នេះបាទអញ្ចឹងយើងអាចប្រើប្រកិតប្លង់មួយចូលតាមណា picture យកពាក្យគេ geometry យកពាក្យ plan នេះមកបាទអញ្ចឹងឃើញអត់អញ្ចឹងយើងអាចវាយតម្លៃឃើញទូលាតអត់ឃើញដល់អញ្ចឹងអាចវាយតម្លៃបញ្ចូលឡុកខ្ញុំដាក់ប៉ុន្មានដាក់20ចុះអណាបាទ20ឃើញប្លង់ឃ្លាចូលចេញនៅស្មើនៅអញ្ចឹងដាក់30អូខេស្មើប្លង់យើងនៅដល់ខ្ញុំដាក់40ចុះវាតេសមកអូផុតប្លង់ឃើញផុតអត់ផុតប្លង់អត់នេះផុតឃើញផុតអត់ឃើញផុតអត់ឃើញផងអត់ហេណាបាទអញ្ចឹងខ្ញុំដាក់30មក35មកនេះអូខេអាចយកអានអញ្ចឹងត្រូវអត់អូខេហើយខ្ញុំធីកមកអញ្ចឹងប្លង់ឈរលើនេះឃើញអត់តោះនៅអញ្ចឹងខ្ញុំខ្ចីអាចមកស្ដាំលើវាខ្ញុំអាចមកស្ដាំលើវាខ្ញុំរុញទៅ 2D ទៅឃើញអត់អញ្ចឹងខ្ញុំចង់កដាស់ខ្ញុំខ្ចីប្លង់ខ្ចីគេខ្ចីទាត់នេះសិនត្រឡាញខ្ញុំគូសមកឥឡូវយើងចង់បានប្លង់ចំកដាស់យើងគូសចំកដាស់បានណាយើងចង់ប្រឆិតគូប្រឆិតមកតោះនៅអញ្ចឹងខ្ញុំថាចំកដាលចុះអូខេប៉ុណ្ណឹងមកស្ដាំដាច់វាអញ្ចឹងយើងសេអក្សរចូល scratch យកពាក្យគេតិចហើយយើងសេមកអូខេអញ្ចឹងអក្សរត្រង់ណាអត់ឃើញនេះអក្សរតូចឃើញអត់អញ្ចឹងខ្ញុំអាចយកមកចុចលើអាបន្ទាត់ដែលយើងចង់បានឃើញអត់នេះអក្សរនេះណាអក្សរតូចពេកនេះអក្សរនេះឃើញអត់អញ្ចឹងយើងចង់បានកដាលនេះចុចកដាលចុចកដាលអត់អញ្ចឹងយើងមើលរបស់យើងយើងចង់ឲ្យវាទៅលើឧទាហរណ៍ថាអក្សរខ្ញុំចង់ឲ្យទៅលើនេះយើងមើលអាត្រឡប់ឃើញអត់នេះឃើញអត់យល់នៅអូខេបាទមើលចំណុចហ្នឹងណាអញ្ចឹងខ្ញុំចង់ឲ្យធំដោះតិចវាមកហើយខ្ញុំលេខ font នេះមក font នេះណាលេខ font នេះលេខ font នេះបើយើងជាប់តិចបិទឲ្យអត់មានឲ្យចុចទេអញ្ចឹងដោះតិចវាតោះនៅបាទនេះដូចយើងរៀន Word ចឹងដាល់ឆ្វេងស្ដាំអញ្ចឹងទៅអញ្ចឹងខ្ញុំដាក់ font មួយចឹងបាទអញ្ចឹងមើលសិន font ចំណុចហ្នឹងឥឡូវរបស់យើងតូចឡូវដាក់ធំតិចទៅខ្ញុំដាក់10ចុះដាក់20ចុះហើយតិចអូខេយើងគិតមើលឥឡូវវាអត់តិនកងទេយើងការសន្មត់ឲ្យធំដើម្បីកណ្ដងអញ្ចឹងអូខេបើយើងសេអក្សរច្រើនមិនអីខ្ញុំសេថែមទៀតចុះ Mr. Eminau ចុះដកគ្នាតិចទៅបាទដកគ្នាតិចទៅដាក់2025 2026ចុះព្រោះយើងពេកតិចឃើញអត់អញ្ចឹងខ្ញុំកែនឹងធំតិចទៅបាទខ្ញុំដាក់40ចុះអូខេប៉ុណ្្នឹងចុះហើយខ្ញុំធីកយើងមើលអក្សររបស់យើងអក្សររបស់យើងនៅលើប្លង់អត់បាទគោលដៅរបស់យើងចង់បានវងត្រូវអត់បាទបានបែបនេះហើយនេះយើងយក picture ដដែលបាទមើលទាន់ហ្នឹងអូខេអញ្ចឹងដល់ពេលនេះយើងកុំភ្លេចចេញអានេះផងភ្លេច shift វានេះកុំភ្លេចចេញបើសិនយើងគោលដៅរបស់យើងលោកគ្រូមិនបានចាំបាច់ចេញនេះគោលដៅរបស់យើងចង់បានអានេះនេះយើងចង់បាននេះ frame នេះអញ្ចឹងវាបិទអត់ឲ្យយើងចុចទេភាសាយើងអត់ទៅចេញបែបនេះយើងចេញបែបនេះផង
នេះចេញមកនេះចេញស្វាច់មកបាទឃើញអត់គេអសយើងបែបនេះអត់អញ្ចឹងយើងចូលទៅ feature ដែលឃើញខ្ញុំបើកឲ្យយើងគាត់ទេណាបាទយើងចុចលើវាបែបនេះមកហើយយើងមើលអូខេបន្ទាប់មកយក feature ហើយយក wrap នេះមកវាចេញបែបនេះអញ្ចឹងយើងចង់អសលៀនអសល lip នេះអានេះ lip ឃើញអត់អានេះលៀនแล้วយើងចុចមើលទាក់ស្ដែងតាមហ្នឹងទៅឡូវខ្ញុំចុចនេះមួយឡូវខ្ញុំចុចនេះមួយចុះគំរូ model វាបន្ទាប់មកប៉ារ៉ាម៉េត្រឥឡូវប៉ារ៉ាម៉េត្រអាណាមួយប៉ារ៉ាម៉េត្របាទហើយស្អីគេនេះមិញឥឡូវខ្ញុំចុចអានេះនេះបន្ទាប់មកអានេះទិសដៅឃើញអត់អញ្ចឹងទិសដៅវាចង់ឲ្យវិលជុំវិញមួយណាអញ្ចឹងមិនបានហៅថា face face គឺយើងចង់ឲ្យវិលជុំវិញផ្ទៃនេះផ្ទៃវងនេះតោះនៅអូខេចុះខ្ញុំតិចមកអូខេចប់แล้วតោះនៅឃើញអក្សរអត់ឃើញអក្សរ lip អត់យល់ហើយហ្នឹងតោះអត់អូខេឥឡូវខ្ញុំបង្ហាញភាសាទៅឲ្យច្បាស់អញ្ចឹងឧទាហរណ៍អក្សរបែបនេះបើសារណាសំខាន់គឺគ្រូនិយាយអញ្ចឹងគោលដៅគឺយើងចង់បានអា wrap មិញយើងthíchអាកន្លែងទាហានណាមិនវាអោយឧទាហរណ៍ណាអញ្ចឹងយើងចូល feature ដដែលឬក៏យើងកុំភ្លេចកាលណាយើងចុចអានេះវាអត់អោយទេបើឃើញបិទអានេះអត់បិទអានេះអញ្ចឹងបើចុចលើអក្សរដែលយើងចង់ឲ្យវិលជុំវិញចុចអក្សរចុចចំវាមកឃើញអត់បងចុចអក្សរអត់បាទចុចអក្សរអញ្ចឹងយើងចូលអានេះមកដើម្បីបានអានេះឃើញអត់បាទផ្ទាំងនេះតោះនៅអញ្ចឹងអានេះអក្សររបស់យើងចុចបតង់ទៅមកអូខេអាក្រមផ្ទៃចង់ឲ្យវិលជុំហើយធីកមកចប់ហើយ model យើងអាចរើសបានអូខេតោះទេណាបាទច្បាស់បាទមើលចុះ